មកពីធ្វើការគឺហត់នឿយចាទាំងរាងកាយទាំងខួរក្បាលអញ្ចឹងខ្ញុំជ្រើសរើសយកទៅដល់គោស៊ុបមីលញូទៅវិញគឺជាអាហារដែលល្អសម្រាប់រាងកាយមនុស្សតែម្ដងខ្ញុំជ្រើសរើសមួយថ្ងៃ2ស្លាបព្រាចាទៅដល់គោនេះគឺញ៉ាំសម្រាប់ពេលយប់បងប្អូនណាចាមួយថ្ងៃ2ស្លាបព្រាគឺជំនួយដល់ការចងចាំយើងសមត្ថភាពនៃការចងចាំគឺល្អមែនតើចានេះស្លាបព្រាទី2អញ្ចឹងយើងហត់ជាមួយនឹងខួរក្បាលបងប្អូនអញ្ចឹងយើងឲ្យចំណីខួរក្បាលព្រោះការវិនិយោគមួយថ្ងៃទៅលើចំណេះដឹងចាគឺល្អសម្រាប់ជីវិតរបស់យើងហើយវិនិយោគទៅលើសមត្ថភាពការចងចាំគឺជារឿងសំខាន់ហើយបងប្អូនចាសម្រាប់ផលិតផលយើងគឺជា product មួយដែល unit អញ្ចឹងបានន័យថាជាទឹកដោះគោមានតែមួយនៅលើទីផ្សារមិនទាន់មាន2ដែលមានសមត្ថភាពជួយដល់រាងកាយយើងការចងចាំរបស់យើងគុណនឹង10ដងតែម្ដងជួយប្រព័ន្ធការពារឆ្អឹងចាឆ្អឹងយើងពុកខ្សោយជួយការពារចាកុំឲ្យពុកខ្សោយឆ្អឹងហើយនឹងជួយបង្កើតបាក់តេរីល្អនៅក្នុងកាពះពោះវៀនរបស់យើងចាហើយរសជាតិឆ្ងាញ់ខ្ញុំឲ្យតែមកពីធ្វើការគឺ2ស្លាបព្រាដល់ថ្ងៃតែម្ដងចាសង្ឃឹមថាបងប្អូនបានញ៉ាំជាមួយនឹងទៅដល់គោស៊ុបមីលញូត្រីយើងទាំងអស់គ្នាណាហើយជួយលើកកម្ពស់ដល់កូនខ្មែរហើយបង្កើតការងារមុខរបរដល់កូនខ្មែរផងដែរអរគុណច្រើនបើពេញចិត្តនឹងវីដេអូនេះសូមជួយចែករំលែកមួយ